លួចចម្លងប្លង់អង្គរវត្តធ្វើប្រាសាទនៅខេត្តបុរីរាំងគឺជាការបំពានទៅលើអត្តសញ្ញាណនិងព្រលឹងជាតិខ្មែរថៃលួចចម្លងប្រាសាទអង្គរវត្តធ្វើប្រាសាទនៅខេត្តបុរីរាំងគឺជាការបំពានលើអត្តសញ្ញាណនិងព្រលឹងវប្បធម៌ជាតិខ្មែរតកម្មទៅថៃលួចចម្លងធ្វើប្រាសាទលោកជំទាវភឿងសកូណាលើកឡើងថាការកសាងប្រាសាទសៃហ្វាណាខននៅក្នុងវត្តភូម៉ាន់ហ្វាមានទីតាំងនៅខេត្តបុរីរាំងប្រទេសថៃដោយចម្លងប្រាសាទអង្គរវត្តគឺជាការបំពានលើអត្តសញ្ញាណនិងព្រលឹងវប្បធម៌ជាតិខ្មែរនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី40របស់គណៈកម្មាការធិការ ICC អង្គរសម្បូរព្រៃគុកលោកជំទាវភឿងសកូណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលើកឡើងការកសាងប្រាសាទសៃហ្វាណាខនក្នុងវត្តភូម៉ាន់ហ្វាមានទីតាំងនៅខេត្តបុរីរាំងប្រទេសថៃដោយចម្លងប្រាសាទអង្គរវត្តគឺជាការបំពានទាំងស្រុងទៅលើកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ1972បំពានទៅលើតម្លៃលេចធ្លោជាសកលនិងសភាពដើមនៃរមណីយដ្ឋានអង្គរបំពានទៅលើអត្តសញ្ញាណនិងព្រលឹងជាតិវប្បធម៌ខ្មែរនិងកង្វះខាតផ្នែកសិលធម៌បេតិកភណ្ឌយ៉ាងគន្ធ